ចាក៏ដឹកធ្លាក់ខ្យល់ធ្លាក់មកហើយឥឡូវផ្កាស្ដៅចាប់ដើមរីកហើយមានផ្កាស្ដៅលក់នៅតាមផ្សារខ្ញុំឃើញពេលណាខ្ញុំនឹកឃើញដល់គ្រួសាររបស់ខ្ញុំដែលគាត់ជួយចិត្តញ៉ាំស្ដៅអញ្ចឹងក៏ទិញមកដើម្បីយកមកញ៉ាំស្ដៅញ៉ាំតែដោយសារតែទីមួយស្ដៅវាថ្លៃណាឥឡូវហ្នឹងវានៅដើមរដូវឡើយហើយណាមួយដល់ខ្លាចថាកូនចៅគាត់អត់ចេះញ៉ាំល្វីងផងក៏ដាក់ស្ដៅតែបន្តិចហើយក្នុងហ្នឹងខ្ញុំមានបន្ថែមបន្លែពី3ពណ៌ចូលទៅទៀតដូចជាការ៉ុតប៉េងប៉ោះហើយនិងឆៃថាវអូនៅមានចសក់ពណ៌បៃតងទៀតចាស់ច្រើនពណ៌ណាថ្ងៃនេះខ្ញុំស្ដៅយើងម្ចាស់អ្នកទាំងអស់គ្នាគ្រាន់ឃើញបន្លែគឺស្រស់ៗល្អស្ដៅម្ដុំហ្នឹងដោយសារតែតម្លៃវានៅថ្លៃអញ្ចឹងម្ដុំហ្នឹងគឺខ្ញុំទិញ5000តែធ្វើមិនចង់ញ៉ាំក៏ទិញយកមកទៅយកមកស្រស់សិនដើម្បីឲ្យវាបាត់ជាតិល្វីងរបស់វាខ្លះចាមុននឹងយើងយកមកញ៉ាំណាហ្នឹងគឺយើងបូតសិនដើម្បីអាចញ៉ាំបានហើយដូចតសក់ដូចបន្លែអីផ្សេងគឺហាន់ដូចជាក្រឹតនេះខ្ញុំឆូតវាស្ដាងអញ្ចឹងដើម្បីនៅពេលដែលយកទៅញ៉ាំទៅគឺវាចូលជាតិវាទន់ល្អចាពណ៌ក្រឹតនេះក៏ម្យ៉ាងនៅពេលដែលញ៉ាំទៅវាទៅឲ្យជាតិផ្អែមហើយឆៃថានេះខ្ញុំហាន់ជា2ទម្រង់ដែរឆូតវាផងហើយនឹងហាន់ស្ដាងផងឆៃថានេះអ្នកខ្លះគឺគាត់យកទៅចម្បាច់អំបិលសិនដើម្បីបាត់ហាងតែដោយសារចំពោះខ្ញុំហាងតិចអត់អីយកអញ្ចឹងខ្ញុំអត់យកទៅចម្បាច់អំបិលទេខ្ញុំគ្រាន់តែហាន់ស្ដាងទៅយើងច្របល់ជាមួយនឹងទឹកជ្រលក់អំបិលទៅគឺបាត់ក្លិនហាងហើយចាសាច់ជ្រូក3ជាន់ឥឡូវយើងឆ្អិនណាយើងដាក់ស្ងោរវាចោលចាខ្ញុំមានស្បែកបន្តិចដែរយកមកដាក់ទុកវាឲ្យត្រជាក់ដើម្បីត្រៀមហាន់បន្លែនិយាយទៅងាយស្រួលញ៉ាំស្ដាប់នេះងាយស្រួលគ្រាន់ថាមានបន្លែច្រើនមុខមានសាច់អីចុកត្រូវស្ងោរសាច់ជ្រូកត្រូវធ្វើទឹកជ្រលក់ចាត្រូវធ្វើទឹកញ៉ាំត្រូវត្រៀមបន្លែទឹកប៉ុណ្្នឹងឯងចាទឹកដែលសល់ពីស្ងោរសាច់ជ្រូកថ្ងៃនេះយើងថែមជាផុកចិញ្ច្រាំហើយនឹង7ទុំចា7ទុំខ្ញុំដាក់ម្ដុំរៀងធំតិចសិនដើម្បីយើងប៉ាន់ប្រមាណមើលថាវាជូរអត់ចាបើស្ទើអីយើងអាចថែមថយជាមួយនឹងក្រូចឆ្មាបានចាបើយើងបានជាទឹកញ៉ាំរបស់យើងហើយចានេះយើងមានក្រូចឆ្មាសោះក៏យើងបន្ថែមក្រូចឆ្មាក៏វាជួយឲ្យក្លិនឈ្ងុយថែមទៀតដែរបងក៏ថែមស្ករចូលចាយើងប្រើស្ករសអត់ប្រើស្ករពាងទេហើយថែមទឹកត្រីអីបន្តិចតួចដែរចានេះយើងម្សៅស៊ុបចាដោយសារតែញ៉ាំច្រើនអញ្ចឹងម្សៅស៊ុបរៀងច្រើនតិចអីច្បាច់ក្រូចឆ្មាចូលជំនួយក្លិនហើយបន្ថែមរសជាតិជូរជ្រះឲ្យញ៉ាំរបស់យើងលក់មើលសិនរៀងប្រៃឡំល្មមហើយបានចាប់ដើមញ៉ាំក្នុងនោះខ្ញុំមានថែមខ្ទឹមហើយនឹងខ្ទឹមសខ្ទឹមក្រហមនិយាយទៅអត់ទៅពេលញ៉ាំពេលណាគឺអត់ភ្លេចរឿងខ្ទឹមទេចានេះដាក់ឆ្នាំងធំតែម្ដងព្រោះញ៉ាំច្រើនស្រួលច្បល់អញ្ចឹងមានច្រើនពណ៌ច្រើនមុខខ្លាំងណាស់បន្លែយើងម្ហូបយើងនេះចំពោះខ្ញុំញ៉ាំស្ដៅគឺជាដូចជាម្ហូបសុខភាពមួយដែរដោយសារតែខ្ញុំអាចញ៉ាំជាបន្លែស្រស់បានមានទឹកជ្រលក់មានសសមានអីចឹងទៅគឺឈ្ងុយចាអ្នកខ្លះគឺគាត់ថែមគាត់ញ៉ាំតែមិនដាក់ទឹកប្រហុកតែចំពោះខ្ញុំដោយសារអ្នកផ្ទះគាត់ចេះញ៉ាំប្រហុកដែរហើយណាមួយកូនចៅគាត់អត់បញ្ហាដែរយើងក៏ដាក់បន្តិចទៅដើម្បីវាមានក្លិនតែបើផ្លែគឺបានញ៉ាំឲ្យញ៉ាំស្ដៅចាគឺពិតជាឆ្ងាញ់